ប្រវត្តិប្រាសាទតាក្របីប្រាសាទតាក្របីឬប្រាសាទតង្វាយជាស្ថាបត្យកម្មខ្មែរចាប់ពីសតវត្សទី11ដល់ទី13នៅក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី1និងព្រះបាទឧទ្យាទយវរ្ម័នទី2ដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរដូចគ្នាទៅនឹងប្រាសាទព្រះវិហារនិងប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចដែលស្ថិតនៅលើជួរភ្នំដងរែកប្រាសាទនេះមានទីតាំងនៅភូមិឈើស្លាប់ឃុំគោកខ្ពស់ស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យគេឈ្មោះប្រាសាទនេះចាប់ផ្ដើមល្បីល្បាញក្រោយពេលមានការចុះផ្សព្វផ្សាយរបស់បណ្ដាសារព័ត៌មានកាលពីប្រមាណឆ្នាំមុនកងទ័ពកម្ពុជានិងកងទ័ពថៃមានការវាយប្រយុទ្ធគ្នាដើម្បីគ្រប់គ្រងប្រាសាទតាក្របីនេះប្រាសាទតាក្របីមានចម្ងាយប្រហែលជា85គីឡូម៉ែត្រពីទីរួមខេត្តឧត្តរមានជ័យដើម្បីទៅដល់ប្រាសាទតាក្របីគេត្រូវធ្វើដំណើរតាមផ្លូវគ្រូក្រហមចេញពីទីប្រជុំជនក្រុងសំរោងតាមទិសខាងលិចរីឯនៅតាមផ្លូវកន្លែងខ្លះមានព្រៃក្រាស់ហើយកន្លែងខ្លះទៀតមានព្រៃស្ដើងហើយក៏ដោយសារតែមានការកាប់ដាំឈើដើម្បីធ្វើជាផ្លូវកន្លងមកនៅលើប្រាសាទតាក្របីមានទាហានថៃនិងទាហានខ្មែរយាមល្បាតការពារនៅតំបន់នោះពីព្រោះថាប្រាសាទនេះនៅគៀកនឹងព្រំដែនកម្ពុជាថៃនៅលើប្រាសាទតាក្របីមានទាហានថៃចំនួន2នាក់អង្គុយនៅក្បែរប្រាសាទចំណែកឯនៅខាងក្បែរនោះដែរក៏មានទាហានខ្មែរចំនួន3នាក់ដែរហើយទាហានខ្មែរនិងទាហានថៃចំនួន5នាក់នោះមិនឲ្យមានការកាន់អាវុធឡើយទាហានខ្មែរមួយរូបបានមិនសូមបញ្ចេញឈ្មោះបានឲ្យដឹងថាការយាមល្បាតនៅក្បែរគ្នារបស់កងទ័ពទាំងពីរប្រទេសនេះគឺធ្វើឡើងដើម្បីសម្រួលកុំឲ្យមានការប្រឈមមុខដាក់គ្នានិងមានភាពតានតឹងរវាងគ្នានឹងគ្នាឡើយប្រភពទាហានខ្មែរបានឲ្យដឹងថាប្រជាពលរដ្ឋខ្មែរនិងប្រជាពលរដ្ឋថៃអាចចូលទៅមើលប្រាសាទតាក្របីនោះបានដោយមានទាហានជូនដំណើរបើសិនជាអ្នកជនជាតិខ្មែរទៅមើលប្រាសាទចូលតាមច្រកផ្លូវប្រទេសកម្ពុជាពេលទៅដល់គឺទាហានខ្មែរជាអ្នកជូនដំណើរទៅមើលប្រាសាទនិងដើម្បីប្រាប់ដំណឹងអំពីកន្លែងណាមួយដែលអ្នកចង់មើលហើយកន្លែងណាដែលអាចឬក៏មិនអាចទៅបានពីព្រោះទីនោះជាតំបន់ដែលទាហានគ្រប់គ្រងប្រភពឯកសារជាច្រើនបានអះអាងថាប្រាសាទនេះជាប្រាសាទរបស់ខ្មែរលោកសម្បូរវណ្ណារាជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិងសាកលវិទ្យាល័យបញ្ញាសាស្ត្រដែលមានប្រសាសន៍ថាតាមប្រវត្តិសាស្ត្រប្រាសាទតាក្របីកសាងឡើងនៅក្នុងសតវត្សទី11និងទី12ដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរលោកសម្បូរវណ្ណារាចំពោះទស្សនៈនៃការកសាងប្រាសាទជាទូទៅប្រាសាទទាំងអស់កសាងឡើងដើម្បីគោរពចំពោះអាទិទេពបើអាទិទេពជាព្រះឥសូរគឺគេឲ្យតម្លៃទៅលើព្រះឥសូរតែបើគោរពព្រះវិស្ណុគេឲ្យតម្លៃទៅលើព្រះវិស្ណុក៏ប៉ុន្តែចំពោះទស្សនៈរបស់ខ្ញុំប្រាសាទនេះគឺឧទ្ទិសថ្វាយដល់ព្រះឥសូរជាច្រើនជាងហើយប្រាសាទតាក្របីនេះដែរមានឈ្មោះពិតតាមទស្សនៈខ្មែរឈ្មោះថាប្រាសាទព្រះដង្វាយលោកឈុំសុជាតិជាអ្នកនាំពាក្យក្រសួងការពារជាតិលោកបានមានប្រសាសន៍ថាមិនមានគោលការណ៍យាមល្បាតរួមគ្នារវាងទាហានខ្មែរនិងទាហានថៃនៅតំបន់តាក្របីនិងតាមាន់ឡើយលោកឈុំសុជាតិនៅក្រៅប្រាសាទតាក្របីនោះវានៅគៀកនឹងព្រំដែនប្រាសាទនោះមានចម្ងាយប្រហែលជា14ទៅ15ម៉ែត្រពីព្រំដែនប៉ុណ្ណោះហើយថៃគេមកត្រឹមព្រំដែនគេហើយនៅយើងត្រឹមព្រំដែនយើងការជួបជុំនោះហើយជួនកាលក៏មានមនោសញ្ចេតនាហូបបាយហូបទឹកជាមួយនឹងគ្នាអត់មានការយាមកាមអីជុំវិញគ្នាទេលោកហុកសូជាប្រធានមន្ត្រីទេសចរខេត្តឧត្តរមានជ័យលោកបានមានប្រសាសន៍ឲ្យដឹងថាប្រាសាទតាក្របីនេះអាចមានលទ្ធភាពរៀបចំជាតំបន់ទេសចរបានប៉ុន្តែដោយសារតែនៅមានទាហានខ្មែរនិងទាហានថៃយាមការពារក្បែរប្រាសាទនេះហើយប្រាសាទនេះនៅក្នុងតំបន់ដែលអាចមានការប្រយុទ្ធគ្នានោះទើបមន្ត្រីទេសចរខេត្តមិនទាន់មានការរៀបចំដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យទៅលេងបាននៅឡើយទេនៅក្នុងពេលបច្ចុប្បន្ននេះលោកហុកសូវិជាឥឡូវនេះវានៅក្នុងការការពាររបស់កងកម្លាំងខេមរៈភូមិន្ទយើងថ្ងៃក្រោយយើងចរចាត្រូវគ្នារឿងព្រំដែនចប់សពគ្រប់ហើយកន្លែងនោះនឹងក្លាយទៅជាតំបន់និងរមណីយដ្ឋានទេសចរប៉ុន្តែលោកបានឲ្យដឹងថារៀងរាល់ថ្ងៃបុណ្យទានធំដូចជាបុណ្យចូលឆ្នាំបុណ្យភ្ជុំបិណ្ឌតែងតែមានមនុស្សច្រើនកុះករទៅលេងប្រាសាទនោះក្រៅពីថ្ងៃបុណ្យក៏មានមនុស្សទៅទស្សនាប្រាសាទទាំងពីរនោះដែរគ្រាន់តែមានចំនួនតិចតួចជាពិសេសលោកយាយលោកតាចាស់តែងតែម៉ៅឡានឈ្នួលដើម្បីជិះឡើងទៅបន់ស្រន់ប្រាសាទនៅលើជួរភ្នំដងរែកនោះបានលោកអ្នកស្ដាប់ហើយចង់ទៅទស្សនាប្រាសាទតាក្របីសូមកុំភ្លេចខ្ចប់បាយនិងទឹកទៅផងពីព្រោះនៅតំបន់ប្រាសាទនោះមិនមានហាងបាយលក់និងទឹកលក់ដូចនៅតំបន់ទេសចរនានាឡើយទេវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនអ្នកទាំងអស់គ្នាហើយចំពោះឯកសារនិងខ្លឹមសារដែលខ្ញុំបានរៀបរាប់និងអានជូនអ្នកទាំងអស់គ្នាខាងលើនេះខ្ញុំបានដកស្រង់ចេញពី Wikipedia អរគុណច្រើនអ្នកទាំងអស់គ្នាបានអ្នកទាំងអស់គ្នាពេញចិត្តនៅវីដេអូប្រភេទនេះកុំភ្លេចចុច Subscribe ហើយដាក់កណ្ដឹងម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ